ជំរាបសួរលោកអ្នកនាងខ្ញុំថានិតនឹង B2B Asia News សូមជូនព័ត៌មានទីផ្សារប្រចាំថ្ងៃសម្រាប់ទី2មេសា2026ដែលផ្ដើមដំបូងដោយទីផ្សារនៅក្នុងតំបន់អាស៊ីភាគហ៊ុននៅអាស៊ីមួយរយៈនេះបានធ្លាក់ចុះយ៉ាងខ្លាំងនេះបើគិតត្រឹមថ្ងៃប្រហោះខណៈដែលតម្លៃប្រេងក៏បានហក់ឡើងខ្ពស់ជាង 4% បន្ទាប់ពីប្រធានាធិបតីអាមេរិកបានធ្វើឲ្យអស់សង្ឃឹមនៅក្នុងការបញ្ចប់ចំនួនអេរ៉ង់យ៉ាងឆាប់រហ័សហាក់មិនមានផ្លែផ្កាណាមួយជាវិជ្ជមានហើយសន្ទុះ MSCI នៃភាគហ៊ុនទីផ្សារដែលកំពុងតែកើនឡើងនៅអាស៊ីក៏បានធ្លាក់ចុះ 2.3% ដោយឡែកសន្ទុះ Nikkei របស់ជប៉ុនវិញក៏បានធ្លាក់ចុះ 2.4% ចំណែកសន្ទុះ Kospi របស់កូរ៉េខាងត្បូងវិញក៏បានធ្លាក់ចុះរហូតដល់ 5.5%សន្ទុះផ្សារមូលបត្រកម្ពុជាវិញបានធ្លាក់ចុះ 1.43 ពិន្ទុឬ 0.33% មកនៅត្រឹម 432.46 ពិន្ទុហើយទំហំជួញដូរសរុបបានកើនឡើងដោយមានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 137.185 ត្រូវបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 760.1 លានរៀលឬច្រើនជាង $190,000 អាមេរិកនៅលើផ្សារគោវិញមានភាគហ៊ុនចំនួន 4 បានធ្លាក់ចុះដោយក្នុងនោះធនាគារ Esilida គឺជាអ្នកខាត់បងខ្លាំងជាងគេប្រចាំថ្ងៃហើយចំពោះទីផ្សារកំណើនវិញក្រុមហ៊ុន BDB Engineering កើនឡើងក្រុមហ៊ុន Picasso Sri Garden ធ្លាក់ចុះហើយនឹង JS Land រក្សាតម្លៃនៅដដែលងាកមកមើលអត្រាប្តូរប្រាក់វិញប្រាក់រៀលខ្មែរបើធៀបនឹងប្រាក់ដុល្លារអាមេរិកវិញបានឡើងថ្លៃត្រឹម $3,999 រៀលក្នុង$1ខណៈឯសន្ទុះប្រាក់ដុល្លារវិញគឺស្ថិតនៅក្នុងតម្លៃ 100.11 ងាកទៅមើលទំនិញសកលវិញតម្លៃប្រេងបានកើនឡើង 7.7% កាលពីថ្ងៃប្រហ័សនេះបន្ទាប់ពីប្រធានាធិបតី Donald Trump បានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើប្រទេសអ៊ីរ៉ង់នេះបង្កឲ្យមានការភ័យខ្លាចចំពោះការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅក្នុងរយៈពេលវែងកាលនេះហើយដែលធ្វើឲ្យតម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង 7.6% ដល់ $108.81 ក្នុង1បារ៉ែលចំណែកឯប្រេងឆៅរបស់សហរដ្ឋអាមេរិកប្រភេទ WTI វិញក៏បានកើនឡើង 7.1% ក្នុងតម្លៃ $107.18 ក្នុង1បារ៉ែលតម្លៃមាសវិញក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល2សប្តាហ៍បើគិតត្រឹមថ្ងៃប្រហ័សនេះដែរមាសប្រភេទ Spot Gold វិញបានធ្លាក់ចុះជាង 2.8% មកនៅត្រឹម $4,622.59 ក្នុង1អោនបន្ទាប់ពីបានធ្លាក់ចុះជាង 4% កាលពីព្រឹកមិញនេះនឹងបានបញ្ចប់ការកើនឡើង4ថ្ងៃជាប់គ្នាហើយអនាគតមាសរបស់សហរដ្ឋអាមេរិកវិញក៏បានធ្លាក់ចុះ 3.4% មកនៅត្រឹម $4,649 អាមេរិកអំពីផ្សារគ្រីបតូវិញ Bitcoin ក៏បានធ្លាក់ចុះដល់ទៅ 2.5% មកនៅត្រឹមប្រហែល $66,500 អាមេរិកហើយកាក់តូចៗផ្សេងទៀតក៏បានរងការប៉ះទង្គិចយ៉ាងខ្លាំងដែរនេះក៏ដោយសារតែ Ether ធ្លាក់ចុះទៅដល់ 4.5% ហើយនឹង Solana បានធ្លាក់ចុះរហូតទៅដល់ 5.1%លោកនាងសូមបន្តទៅកាន់ព័ត៌មានដែលទាក់ទងនឹងអាជីវកម្មចម្រុះដទៃទៀតហើយអ្វីដែលយើងនឹងបដោតនៅថ្ងៃនេះគឺកិច្ចសហប្រតិបត្តិការជាមួយ AIIB ហើយទំនាក់ទំនងកម្ពុជាជប៉ុននិងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការលើកកម្ពស់ការវិនិយោគនៅកម្ពុជារួមទាំងការបដិញ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់ផលិតផលជាតិរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងក្រសួងកិច្ចការនារីកម្ពុជាកំពុងស្វែងរកការធានានៅក្របខ័ណ្ឌវិនិយោគដែលបានស្នើឡើងចំនួន$2 ប៊ីលានអាមេរិកជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលហៅកាត់ថា AIRB បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់នៅភ្នំពេញកាលពីថ្ងៃទី1ខែមេសាគំនិតព្រឹកដើមនេះត្រូវបានពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយធនាគារ AIIB ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅកម្ពុជាការពិភាក្សានេះបានផ្ដោតទៅលើក្របខ័ណ្ឌសហប្រតិបត្តិការប្រចាំប្រទេសដែលហៅកាត់ថា CCF សម្រាប់ឆ្នាំ2026និងឆ្នាំ2030ដែលរំពឹងថានឹងក្លាយជាមគ្គុទ្ទេសក៍សម្រាប់ការវិនិយោគលើវិស័យអាទិភាពនានាដែលឡែកក្រុមប្រឹក្សាកម្ពុជាដែលហៅកាត់ថា CDC និងសហគមន៍ជប៉ុនកម្ពុជាវិញបានរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី1មេសាដើម្បីពិភាក្សាអំពីវឌ្ឍនភាពសេដ្ឋកិច្ចនៃសហប្រតិបត្តិការសេដ្ឋកិច្ចការលើកកម្ពស់ការវិនិយោគនិងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែរឹងមាំបន្ថែមទៀតយោងតាម CDC ដដែលគណៈប្រតិភូនិងសហគមន៍ជប៉ុនកម្ពុជាត្រូវបានទទួលព័ត៌មានអំពីវឌ្ឍនភាពដែលបានសម្រេចដោយក្រុមការងាររួមគ្នាបង្កើតធុរកិច្ចកម្ពុជាជប៉ុនយន្តការដែលទើបនឹងបង្កើតថ្មីនេះជាវេទិកាមួយដែលបម្រើនិងមានប្រសិទ្ធភាពសម្រាប់សម្របសម្រួលនិងជំរុញឲ្យឱកាសអាជីវកម្មរួមគ្នារវាងអ្នកវិនិយោគិនកម្ពុជានិងជប៉ុនព័ត៌មានចុងក្រោយគឺយុទ្ធនាការ Made by Her
ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធជាផ្លូវការនៅយុទ្ធនាការ Made by Her កាលពីថ្ងៃទី2 ខែមេសានេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូបញ្ជាក់ពីស្មារតីរួបរวมនិងការបដិញ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់ផលិតផលជាតិជាពិសេសផលិតផលដែលបង្កើតឡើងដោយស្ត្រីក្នុងបរិបទបច្ចុប្បន្ននេះគំនិតផ្ដួចផ្ដើមនេះត្រូវបានឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធដោយឈលលើស្មារតីសាមគ្គីភាពភក្ត្រភាពនិងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកខ្ញុំថានិតសូមបញ្ចប់ព័ត៌មានប្រចាំថ្ងៃនៃ B2B Asia News ត្រឹមតែប៉ុណ្ណេះវិលមកជួបលោកអ្នកនាងជាថ្មីនៅថ្ងៃបន្ទាប់